បងបើតាមខ្ញុំស្ដាប់ទៅតម្លៃលះបង់របស់ពុកម្ដាយពិតជាមានគុណធំធេងខ្លាំងណាស់ធ្វើអត់បងចាឪពុកបងអូនដោយឪពុកបងចាស់គាត់មិនបានមកនៅថៃយើងលះបង់អីចំពោះយើងទេមែនទេបាទប៉ុន្តែបងឃើញមានឪពុកដែលជាច្រើនលះបង់ចំពោះកូនណាសំបីបងប្រុសបងស្រីបងគឺគាត់លះបង់ចំពោះកូនគាត់ណាគាត់សង្កត់ថាបើកូនទៅរៀនសុខចិត្តលក់ផ្ទះដើម្បីឲ្យកូនបានរៀនណានេះគឺជាការលះបង់របស់ពួកគាត់ហើយក្នុងនេះថ្មីនេះបងក៏មានរឿងមួយដែលចង់ចែករំលែកតាក់ទងជាមួយនឹងបងប្រុសបងដែរបងមានបងប្រុសបងម្នាក់បងប្រុសបន្ទាប់បងហ្នឹងណាមកបងប្អូនបើនិយាយទៅគាត់រៀងកំសត់ជាងគេពីព្រោះគាត់អត់បានប្រឡងជាប់បាក់ឌុបទេតែការពិតគាត់រៀនបកាយជាងបងទៀតគាត់រៀនបកាយខ្លាំងមែនតើប៉ុន្តែវាសនាមកលេងជួយគាត់អាចប្រឡងជាប់បាក់ឌុបទេនឹងមានរឿងកាត់ឡើងរហូតពេលប្រឡងអញ្ចឹងជាលទ្ធផលគាត់បានប្រឡងជាប់បាក់ឌុបទេប៉ុន្តែគាត់ជាមនុស្សម្នាក់ដែលមានប្រាជ្ញាឈ្លាសវៃគាត់រៀនឆាប់ចេះគាត់រៀនភាសាតែខ្លួនឯងក៏គាត់ចេះដែរអញ្ចឹងបងប្រុសម្នាក់ហ្នឹងគាត់បានធ្វើការជាជំនួយការនិងជាអ្នកបកប្រែភាសាវៀតណាមនិងភាសាអង់គ្លេសឲ្យក្រុមហ៊ុនចំការកស៊ូមួយនៅជនជាតិវៀតណាមម្នាក់ដែលគាត់ជាថ្នាក់ដឹកនាំណាគាត់បានប្រាក់ខែ 5-600 របស់គាត់ដែរប៉ុន្តែឆ្នាំមុននោះកូនស្រីគាត់ក៏មានកូនស្រី2នាក់កូនស្រីគាត់ធំណាអាយុ 5-16 ចូលវ័យជំទង់ណាអញ្ចឹងដល់វគ្គមួយដែលថាពុកម្ដាយចាប់ផ្ដើមអារម្មណ៍ហើយចាំយើងមានកូនស្រីណាគេថាមានកូនស្រីដូចមានអីគេគុណនៅមុខផ្ទះអញ្ចឹងមែនទេចឹងគាត់ក៏បានសម្រេចចិត្តលាលែងពីការងារគាត់ឈប់ធ្វើការបោះបង់ចោលប្រាក់ខែមកមើលកូនមកនៅផ្ទះប្រពន្ធគាត់លក់ផ្លែឈើលក់គ្រឿងសមុទ្រនៅផ្សារអញ្ចឹងគាត់ត្រូវមកមើលផ្ទះមើលប្រពន្ធមើលកូននៅជុំកូនជុំអីវិញអញ្ចឹងណាដល់ពេលគាត់មកដល់ផ្ទះនៅពេលដែលយើងអត់មានការងារអូនដឹងហើយមនុស្សប្រុសមិនថាប្រុសថាស្រីឲ្យតែមកខ្លាចជាមេផ្ទះឬក៏បាផ្ទះហ្នឹងគឺតម្លៃគេលែងមើលឃើញណាគឺមើលអត់ឃើញទេទាំងប្រពន្ធទាំងកូនគឺអត់ឲ្យតម្លៃទេតែការពិតបុគ្គលម្នាក់ហ្នឹងលះបង់ខ្លាំងមែនតើណាសុខចិត្តមកផ្ទះដាំបាយធ្វើម្ហូបលាងចានបោកកៅអៅទៅជួយលក់ប្រពន្ធខ្លះមើលកូនតាមដានកូនទៅយកកូនបរៀនកូននៅផ្ទះប៉ុន្តែតម្លៃអត់មានទេហើយក្រោយមកប្រពន្ធគាត់ហ្នឹងក៏មានជំងឺមហារីកចំណាក់កាលទី3មហារីកចដនណាមហារីកដោះយកប្រពន្ធទៅមើលថែគ្រប់ទីកន្លែងទៅពេទ្យណាគឺអត់ដែរចោលប្រពន្ធនេះគឺនៅក្រៀកជាប់ធ្វើម្ហូបធ្វើបាយមើលថែទាំងចិត្តទាំងកាយប្រពន្ធជាមកវិញក៏លក់ធម្មតាឥឡូវប្រពន្ធគាត់លាប់ហារីកដដែលដំណាក់កាលទី4ហើយកំពុងតែព្យាបាលនៅស្រុកខ្មែរយើងនៅដែរលួងម៉ែដែរហ្នឹងអរគុណដល់លួងម៉ែនិងបសសដែរដែលបានជាកន្លែងមួយដែលគាត់អាចទៅព្យាបាលបានប៉ុន្តែអ្វីដែលបងគាត់ត្រូវលះបង់គឺគាត់អត់អាចរកស៊ីបានទៀតទេការលក់ដូរត្រូវបិទពីព្រោះប្រពន្ធគាត់កំពុងចាក់គីមីអញ្ចឹងធ្វើទុកខ្លាំងមែនតើរយៈពេល 2-3 ខែហើយអញ្ចឹងគាត់សុខចិត្តបោះបង់របរចោលណាអញ្ចឹងសម្រាប់គាត់នៅពេលដែលគាត់អញ្ចឹងកូនរត់តែលេងឲ្យតម្លៃយើងជាកូនណាដូចបងធ្លាប់និយាយអញ្ចឹងឪពុកបងមិនទាំងមើលថែបងផងបងនៅមើលថែគាត់ដល់គាត់ចាស់ស្លាប់ណាអញ្ចឹងចុះដូចបងប្រុសបងគាត់លះបង់ខ្លាំងណាស់តែមនុស្សជុំវិញខ្លួនគាត់ជាពិសេសគ្រួសារគាត់មើលអត់ឃើញទេតម្លៃមួយហ្នឹងចាអញ្ចឹងពួកបងជាបងជាប្អូនក៏សហការគ្នាជួយទៅតាមលទ្ធភាពហ្នឹងទៅអញ្ចឹងស្រុកសេចក្តីមកវិញគុណឪពុកម្ដាយគឺធ្ងន់ខ្លាំងណាស់កុំថាឡើយដល់តែអ្នកគ្រាន់តែបង្កើតអញ្ចឹងខ្ញុំឲ្យមួយក្មួយបងប្អូនជាកូនទាំងអស់មើលឲ្យឃើញពីគុណតម្លៃឪពុកម្ដាយខ្លួនឯងថាគាត់លះបង់ប៉ុណ្ណាជាពិសេសឪពុកឬក៏ម្ដាយដែលសុខចិត្តនៅផ្ទះមើលថែកូនគ្រួសារគឺលះបង់ខ្លាំងជាងគេតែម្ដងពុកឬក៏ម្ដាយដែលមកធ្វើការពិតមានសំណាងជាងអ្នកនៅផ្ទះមកធ្វើការអូនមកនិយាយសួរស្ដាប់សម្រាប់បងវិញមកធ្វើការស្រួលជាងនៅធ្វើការងារផ្ទះឆ្ងាយខ្លាំងណាស់អញ្ចឹងហើយសូមឲ្យកូនដែលគាត់មានឪពុកឬក៏ម្ដាយដែលជាស្ត្រីឬក៏ពុកជាមេផ្ទះហ្នឹងឲ្យតម្លៃគាត់និងលើកទឹកចិត្តគាត់ឲ្យស្ដាប់គាត់ឲ្យបានច្រើនព្រោះគាត់ជាបុគ្គលម្នាក់ដែលបោះបង់ខ្លួនឯងដើម្បីគ្រួសារ